សួស្តីបងប្អូនគ្នាបាទនេះគឺជាមេមន់ក្រមុំបាទមេមន់ក្រមុំវាក្រាបបាន20ថ្ងៃគត់បាទ21ថ្ងៃគត់បាទចឹងមេមន់នេះវាក្រាបតែ21ថ្ងៃទេគឺញាស់តែម្ដងដោយសារតែវាជាមេក្រមុំអញ្ចឹងហ្នឹងបើសិនជាមេចាស់ដែលធ្លាប់ក្រាបម្ដងពីរដងហើយវាមិនទៀងថា21ថ្ងៃទេពេលខ្លះវាអាចមុននឹងមុន21ថ្ងៃពេលខ្លះក៏លើសយ៉ាងទៅតែបើសម្រាប់មេមន់ក្រមុំគឺទៀងទាត់មែនតើកំណត់ត្រឹមតែ21ថ្ងៃទេគឺដឹងតែញាស់ហើយបាទហើយថ្ងៃនេះវាថ្ងៃទី21ហើយខ្ញុំដែលត្រូវដាក់វាចុះពីត្រង់ដាក់វាចូលត្រង់ហើយដាក់ទឹកវីតាមីនឲ្យវាផឹកចំនួន1អាទិត្យដើម្បីឲ្យកូនមាន់ហ្នឹងឯងមានសុខភាពល្អហើយដាក់ចំណីកូនមាន់ឲ្យវាស៊ីជាធម្មតាបាន1អាទិត្យហើយចាំយើងធ្វើការបន្តឆ្នាំទៅเรื่อยៗបាទដើម្បីឲ្យកូនមាន់ហ្នឹងឯងមានសុខភាពល្អរស់បានយូរអញ្ចឹងបងប្អូនណាអញ្ចឹងមាន់បើយើងចេះថែគឺវាមិនងាយឈឺទេតែបើយើងមិនសូវបានមើលថែវាក៏ងាប់តាមអាកាសធាតុប្រែប្រួលមាន់គេងាប់ប្រងព្រាតនៅខែភ្លៀងតែមាន់ខ្ញុំអត់ទាន់ងាប់ទេដោយសារតែខ្ញុំមើលថែវាបានល្អ